ស្ដីបងប្អូនអរគ្នាថ្ងៃនេះដល់ថ្ងៃណាត់ពេទ្យណាត់ទៅជួបទៀតហើយចំណាំងដែរនៅនេះគឺគេធ្វើការថ្ងៃសៅរ៍អញ្ចឹងប្តីមានពេលតនេដល់ថ្ងៃសៅរ៍ក៏ជូនមកថ្ងៃសៅរ៍ពេលព្រឹកម៉ោង 9 កន្លះតែមុននឹងចូលពេទ្យសុំដាក់ម្សងចេកមួយសិនម្សងចេកច្រើនធំមិនធំប៉ុន្តែញ៉ាំឡើងអស់លីងថ្ងៃនេះពេទ្យមកណាត់មកធ្វើអេកូម្ដងទៀតអញ្ចឹងធ្វើអេកូលើកទី 2 ហើយបងប្អូននេះញ៉បានចិត្ត3 ខែហើយអូនចិត្តដឹងភេទហើយថាស្រីឬក៏ប្រុសថ្ងៃនេះពេទ្យមកមើលអេកូឲ្យមើលអេកូជាមួយនឹងជួសឈាមចឹងនឹងថាតើកូនភេទស្រីឬក៏ភេទប្រុសថាជួសឈាមមួយសប្តាហ៍ថ្ងៃសៅរ៍ទៅក្រោយគឺនឹងបានលទ្ធផលហើយគេនឹងឲ្យជាសវត្ថស្រវត្ថមួយឲ្យយើងទៅយកហើយយើងមកបើកមើលខ្លួនឯងទៅថាតើកូនរបស់យើងនឹងភេទអ្វីភេទស្រីឬក៏ភេទប្រុសអញ្ចឹងនៅអាមេរិកនេះគឺការដឹងភេទគឺលឿនមែនតើរយៈពេល3 ខែយើងអាចដឹងហើយតាមរយៈការជួសឈាមហើយថ្ងៃនេះដែរគឺប៉ាគេជូនមកគេចាំពេទ្យពិគ្រោះជាមួយពេទ្យថាតើត្រូវណាត់ពេលណាទៀតមកមើលអេកូឬក៏យ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងណាបងប្អូនហើយឥឡូវក៏ខ្ញុំជួសឈាមហើយដែរ